បាទបងប្អូនទាំងអស់គ្នាដែលត្អូញត្អែថារៀនភាសាអង់គ្លេសអត់ចេះបាទញ៉ាំបងប្អូនទាំងអស់គ្នាស្ដាប់លោកគ្រូចាប់សិនបាទអញ្ចឹងតើតើក្នុងការរៀនភាសាអង់គ្លេសអត់ចេះធ្វើមិនឲ្យចេះបាទដោយសារបងប្អូនទាំងអស់គ្នារៀនច្របូកច្របល់ច្រើនពេកកំណត់កាលវិភាគរៀនអត់បានល្អបាទខ្វល់ខ្វាយរឿងខាងក្រៅច្រើនអញ្ចឹងអត់ focus education អត់អត់ប្រត់អារម្មណ៍ទៅលើការរៀនសូត្រទេបាទអញ្ចឹងបងប្អូនអរគ្នាដើម្បីឲ្យឆាប់ចេះហ្នឹងគឺបងប្អូនអរគ្នាត្រូវមើលវាឲ្យបានច្រើនហើយស្ដាប់ឲ្យច្រើនរៀនតន្ទិញពាក្យផងបង្កើតជាប្រយោគផងស្ដាប់ audio ឲ្យបានច្រើនកុំស្ដាប់ចម្រៀងបាទបើសិនជាបងប្អូនអរគ្នាស្ដាប់ចម្រៀងគឺចម្រៀងជាអង់គ្លេសអត់អីទេប៉ុន្តែបើសិនជាបងប្អូនអរគ្នាចម្រៀងជាខ្មែរអញ្ចឹងបងប្អូនអរគ្នាអត់ improve ទេបាទអានេះគឺគ្រាន់តែជាមតិមួយសម្រាប់បងប្អូនអរគ្នាដែលថាធ្វើមិនចេះអង់គ្លេសបាទដើម្បីចេះបងប្អូនមិនមែនរៀនមួយថ្ងៃចេះទេណាបាទអញ្ចឹងគេរៀនរាប់ឆ្នាំបងប្អូនសូម្បីតែលោកគ្រូផ្ទាល់ក៏រៀនជារៀងរាល់ថ្ងៃដែរស្រាវជ្រាវជារៀងរាល់ថ្ងៃអានកសែតអានទស្សនាវដ្តីផ្សេងៗឲ្យបានច្រើនបងប្អូនអានោះគឺជាអ្វីដែលលោកគ្រូរៀនរាល់ថ្ងៃមិនមែនលោកគ្រូឈប់រៀនទេនៅរៀនទៀតបាទរៀនហើយរៀនទៀតបាទអញ្ចឹង repetition of the best of skill បាទអញ្ចឹងការដែលយើងតន្ទិញយើងជួបដដែលគឺជា3ដាននៃការចងចាំ3ដាននៃការជំនាញបាទអានេះគឺជាយោបល់របស់លោកគ្រូបាទអានេះគឺដែលធ្វើឲ្យលោកគ្រូចង់ប្រាប់បងប្អូនទាំងគ្នាថាការរៀនត្រូវការពេលវេលាកំណត់កាលវិភាគច្បាស់លាស់ស្ដាប់ឲ្យបានច្រើនបងប្អូនទាំងអស់គ្នាអត់ដែលស្ដាប់ចេះអង់គ្លេសទៅនិយាយជាមួយបរទេសបងប្អូនទាំងគ្នានឹងអត់ចេះតែម្ដងគឺបងប្អូនអត់ចេះទេបងប្អូនណាបាទអត់ចេះតែម្ដងអានេះគឺជាអ្វីដែលលោកគ្រូចង់ប្រាប់ដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងនេះស្ដាប់ឲ្យបានច្រើនខ້ອຍស្ដាប់គឺស្មើនឹង0បងប្អូន